អង្គការមួយឈ្មោះថា Religion for Peace International មានទីតាំងនៅទីក្រុងញូវយ៉កបានចេញសេចក្តីថ្លែងការណ៍ប៉ុន្តែសេចក្តីថ្លែងការណ៍នឹងបានតែបញ្ជាក់ពាក្យមួយថាយើងមានសេចក្តីសោកស្ដាយជាពន់ពេកដែលប្រទេសថៃនិងប្រទេសកម្ពុជាកំពុងតែមានចំនួនព្រំដែនយើងសង្ឃឹមថាចំនួននេះនឹងដោះស្រាយបានដោយសន្តិវិធីប៉ុណ្ណឹងហើយសាយជួរចុះឲ្យផ្ញើមកឲ្យស្មាអាត្មាបានផ្ញើទៅកាន់សម្ដេចព្រះសង្ឃរាជយ៉ាងច្រើនថាព្រះអង្គនៅលើឆាកអន្តរជាតិនៅសន្និសីទម្ដងព្រះអង្គតែងតែបង្រៀនខ្ញុំព្រះអង្គជាព្រះសង្ឃវ័យក្មេងនេះឲ្យស្រឡាញ់ពិភពលោកឲ្យចូលទៅជួយពិភពលោកឲ្យចូលដោះស្រាយញាតិញោមពេលដែលមានវិបត្តិឥឡូវកម្ពុជានិងថៃកំពុងតែមានរឿងហើយព្រះអង្គជួយផងហេតុអីព្រះអង្គស្ងាត់ព្រោះព្រះអង្គធ្លាប់បង្រៀនទូបង្គំថាមិនឲ្យស្ងាត់ឥឡូវហេតុអីព្រះអង្គស្ងាត់អង្គការអន្តរជាតិទាំងអស់តាំងពីដល់មានចំនួនអាត្មាព្យាយាមទាក់ទងទៅមិត្តភក្តិប្រសង់អង្គការនិយាយឲ្យខ្លីទៅគេថាគេចូលរួមសោកស្ដាយតែគេខ្លាចជាប់ពាក់ព័ន្ធនឹងរឿងចំនួននេះគេអត់ចង់ហ៊ានទេគេខ្លាចគេខ្លាចចេញមុខជួយយើងឲ្យជួយដោះស្រាយចូលរួមដោះស្រាយនៅចំនួននេះគេខ្លាចប្រទេសថៃស្អប់គេឬក៏ខ្លាចខ្មែរយើងស្អប់គេនេះថ្មីនេះឃើញលោកម៉ាលីករបស់ឥណ្ឌានេះឃើញទេអស់លោកពេលដែលមានរឿងណាគ្មានណាជួយយើងទេរួមទាំងប្រសង់បរទេសផងអាត្មានេះដើរធ្វើការជាមួយសម្ដេចព្រះសង្ឃរាជទេពវង្ស20ឆ្នាំហើយលើឆាកអន្តរជាតិពេលមានរឿងអីទាំងអស់សម្ដេចព្រះសង្ឃរាជនឹងតែងទៅចេញសារតែងទៅរហូតមានថ្ងៃមួយឆ្នាំដូចជា2007ទៅប្រជុំនៅយ៉ាហ្វណានៅប្រទេសស្រីលង្កាគណៈមេដឹករដ្ឋាភិបាលប្រទេសស្រីលង្កានិងក្រុមតមើអ៊ីឡាមនឹងកំពុងតែបាញ់គ្នាប៉ុន្តែរហូតដល់ពេលនេះអត់មានណាជួយយើងទេគេខ្លាចហើយអាត្មាក៏ធ្លាប់លើករឿងនៅទីក្រុងបង្គរដែរថាបើសិនជាសម្ដេចព្រះសង្ឃរាជគ្រប់ប្រទេសទាំងអស់មកសូត្រធម៌ទៅសន្តិភាពនៅក្នុងសាលអញ្ចឹងហើយដល់ពេលដែលមានរឿងនាំគ្នាស្ងាត់អញ្ចឹងតើព្រះពុទ្ធសាសនាដើរតួនាទីអ្វីសំខាន់សម្រាប់មនុស្សជាតិគេថា you have a very good answer គេនិយាយប៉ុណ្ណានិយាយប៉ុណ្ណឹងចប់ប៉ុណ្ណឹងអញ្ចឹងចម្រើនពរយើងញោមមានតែប្រសង់យើងទេក្នុងស្រុកជួយគ្នាហើយក៏សូមថ្លែងអរគុណដែរប្រពន្ធណាសម្ដេចព្រះសង្ឃលោកអីឃើញស្ទុះស្ទាចង់ចម្រើនពរចេះថាពេលដែលមានរឿងរបស់ជាតិណាគឺមានតែពួកយើងទេញាតិញោមមានតែឯកឧត្តមមានតែឯកឧត្តមអីទាំងអស់មានតែប្រសង់យើងទេឥឡូវឃើញច្បាស់ហើយអាត្មាពីដើមហ្នឹងវាមិនសូវច្បាស់ឥឡូវច្បាស់ហ្មងនៅលើឆាកអន្តរជាតិគេទំនួលពិធីការច្រើនជាងរឿងពិតអាហ្នឹងអាត្មាមិនដឹងក្នុងឆាកនយោបាយប៉ុន្តែក្នុងវិស័យសាសនាឥឡូវពិតហើយមានអង្គការមួយឈ្មោះថា Religion for Peace International មានទីតាំងនៅទីក្រុងញូវយ៉កបានចេញសេចក្តីថ្លែងការណ៍ប៉ុន្តែសេចក្តីថ្លែងការណ៍នឹងបានតែបញ្ជាក់ពាក្យមួយថាយើងមានសេចក្តីសោកស្ដាយជាពន់ពេកដែលប្រទេសថៃនិងប្រទេសកម្ពុជាកំពុងតែមានចំនួនព្រំដែនយើងសង្ឃឹមថាចំនួននេះនឹងដោះស្រាយបានដោយសន្តិវិធីប៉ុណ្ណឹងហើយសាយជួរចុះឲ្យផ្ញើមកឲ្យស្មាអាត្មាបានផ្ញើទៅកាន់សម្ដេចព្រះសង្ឃរាជយ៉ាងច្រើនថាព្រះអង្គនៅលើឆាកអន្តរជាតិនៅសន្និសីទម្ដងព្រះអង្គតែងតែបង្រៀនខ្ញុំព្រះអង្គជាព្រះសង្ឃវ័យក្មេងនេះឲ្យស្រឡាញ់ពិភពលោកឲ្យចូលទៅជួយពិភពលោកឲ្យចូលដោះស្រាយញាតិញោមពេលដែលមានវិបត្តិឥឡូវកម្ពុជានិងថៃកំពុងតែមានរឿងហើយព្រះអង្គជួយផងហេតុអីព្រះអង្គស្ងាត់ព្រោះព្រះអង្គធ្លាប់បង្រៀនទូបង្គំថាមិនឲ្យស្ងាត់ឥឡូវហេតុអីព្រះអង្គស្ងាត់អង្គការអន្តរជាតិទាំងអស់មាន World Buddhist Fellowship Religion for Peace International មាន UNDP United Nations Avisang Celebration មាន ABCP សិទ្ធិអង្គការអន្តរជាតិលើពិភពលោកទាំងអស់ប៉ុន្តែគេស្ងាត់ញោមគេស្ងាត់ហើយយើងអត់អាចរំពឹងអ្នកទាំងអស់នោះបានទេមានតែប្រសងយើងទេអញ្ចឹងអង់គ្លេសថាម៉េច at the end of the day នៅទីបំផុតមានតែញោមខ្មែរនិងប្រសងខ្មែរទេតែការពារទឹកដី
មកសុំថែមមកទៀតបានទេហើយអាត្មាអត់ខឹងនឹងបរទេសអស់ទៅនឹងទេអាយដាមអត់ខឹងទេតែថានេះជាធាតុពិតជាសច្ចធម៌ដែលកំពុងតែកើតមាននៅក្នុងសង្គមមនុស្សអញ្ចឹងញោមអាយដាមយើង17លេខនេះអោបគ្នាការពារទឹកដីរបស់យើងបានមិនបាច់ពឹង